ពិធីបុណ្យផ្កាប្រាក់សាមគ្គីនិងសិទ្ធិព្រះពុទ្ធរូបទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពយើងខ្ញុំជាអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តវិរិផាសុខារាមហៅវត្តទឹកជុំបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យជាវស៊ីម៉ង់ថ្មនិងថ្មក្រានីតដើម្បីក្រាលជុំវិញព្រះវិហារនិងពិធីសិទ្ធិព្រះពុទ្ធរូបសាងអំពីលោហៈធាតុដើម្បីតម្កល់ទុកក្នុងមហាកុដជាទីគោរពសក្ការៈបូជាចំពោះគុណព្រះពុទ្ធជាទីពឹងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃយើងអាស្រ័យហេតុនេះហើយសូមគោរពយាងនិងអញ្ជើញសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់មេត្តាចូលរួមពិធីនេះឲ្យបានអធិកអធមច្រើនកុះកដើម្បីនឹងអនុមោទនាមគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនអ្នកផ្ដើមបុណ្យព្រះមនីសីលវង្សាខុនឈុនព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាប្រជាអធិការវត្តទឹកជុំព្រមទាំងលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តនិងពុទ្ធបរិស័ទគ្រប់ទិសទីកម្មវិធីបុណ្យថ្ងៃសៅរ៍8កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី5ខែមេសាឆ្នាំ2025វេលាម៉ោង 3:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយរៀបចំពិធីក្រុងបលីវេលាម៉ោង 4:30 នាទីធ្វើបទនមស្ការព្រះរតនត្រ័យនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី6ខែមេសាឆ្នាំ2025វេលាម៉ោង 7 ព្រឹកប្រគេនជាគូដល់ព្រះសង្ឃវេលាម៉ោង 9 នាទីព្រឹកប្រពៃពិធីសិទ្ធិព្រះពុទ្ធរូបសាងអំពីលោហៈធាតុលុះដល់ម៉ោង 10:30 នាទីវេផតតាហាប្រគេនចំពោះព្រះភិក្ខុសង្ឃដាឆ្លងជាកិច្ចបង្ហើយបុណ្យកម្មវិធីនេះប្រពៃនៅវត្តវិរិផាសុខារាមហៅវត្តទឹកជុំស្ថិតនៅភូមិទឹកជុំឃុំអភិវឌ្ឍស្រុកទឹកផុសខេត្តកំពង់ឆ្នាំងសូមបញ្ជាក់តម្លៃស្ពាន់1គីឡូ$15លង្ហិន1គីឡូ$40សម្រិត1គីឡូ$35ថ្មក្រានីត1ការ៉េ$25ស៊ីម៉ង់1តោន$105សូមអនុមោទនាជ្រះថ្លាចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងខ្លួនសូមអនុមោទនា